Hello, everyone. Nice to see you again. Now, let's translate three more useful everyday English idioms with me. And the first idiom means to pretend not to notice something bad that is happening, so you do not have to do anything about it. To pretend not to notice something bad that is happening, so you don't have to do anything about it. ចឹង idiom ហ្នឹងគឺគេចង់ប្រើសម្រាប់ទៅលើធ្វើពុតជាមិនកត់សម្គាល់ធ្វើពុតថាមិនបានកត់សម្គាល់អ្វីដែលអាក្រក់ហ្នឹងកំពុងតែកើតឡើងដែលអ្វីដែលអាក្រក់កំពុងតែកើតឡើងហ្នឹងដូច្នេះហើយអ្នកមិនចាំបាច់ត្រូវតែធ្វើអ្វីទាំងអស់ចំពោះរឿងដែលកើតឡើងហ្នឹងចេះខ្ញុំសូមសម្រាប់ចាំបានថាយើងធ្វើពុតដូចជាមិនដឹងអីចឹងណាតែបើថាមានរឿងអាក្រក់មួយដែលកំពុងកើតឡើងហ្នឹងតែពេលអញ្ចឹងយើងមិនចាំបាច់ធ្វើអីទេយើងមិនចាំបាច់ធ្វើអីទាំងអស់មិនចាំបាច់ដោះស្រាយអីទេអញ្ចឹង the authorities were neither unaware of the problem or they turned a blind eye to it គេអញ្ចឹងokay the authorities were either unaware of the problem or they turned a blind eye to it ចឹង idiom ហ្នឹងគឺ turn a blind eye to something នេះណាចឹង turn a blind eye to something បើយើងមើលតាមឧទាហរណ៍គេថា the authority ហ្នឹងបានន័យថាអាជ្ញាធរគឺអាចថាជាមិនដឹងណាថាមានបញ្ហាអ្វីកើតឡើងមិនដឹង unaware បានន័យថាអត់ដឹងថាមានរឿងអីកើតឡើងឬក៏ពួកគេហ្នឹងធ្វើជាមិនដឹងគេដឹងប៉ុន្តែគេធ្វើជាមិនដឹងណាអានេះមានន័យថាអញ្ចឹងគេ turn a blind eye to it ធ្វើជាមិនដឹងធ្វើជាមិនឃើញតែបើសិនបើយើងនិយាយជាន័យត្រង់មានន័យថាបិទភ្នែកខ្វាក់នេះ turn a blind eye បិទអាភ្នែកខ្វាក់ហ្នឹងទៅអ្វីមួយអញ្ចឹងណាអូខេ and the next one to confuse somebody by using technical or complicated language that they do not understand. To confuse somebody by using technical or complicated language that they do not understand. ចឹង idiom ហ្នឹងគឺយើងប្រើដើម្បីមានន័យថាចេះធ្វើឲ្យនរណាម្នាក់ច្រឡំដោយការប្រើប្រាស់ភាសាបច្ចេកទេសឬក៏ភាសាដែលលំបាកពាក្យបច្ចេកទេសឬក៏ពាក្យដែលលំបាកដែលគេនឹងមិនយល់អញ្ចឹងយើងប្រើពាក្យឬក៏ប្រើភាសាដែលវាពិបាកហើយវាស្មុគស្មាញដែលយើងនិយាយទៅដៃគូយើងទៅដៃគូយើងអត់យល់យើងថានិយាយពីអីទេអញ្ចឹង idiom ហ្នឹងគឺ blind somebody with science អញ្ចឹងបានន័យថាយើងធ្វើឲ្យនរណាម្នាក់ហ្នឹងគឺគាត់អត់យល់ដោយសារតែយើងប្រើភាសាប្រើវិទ្យាសាស្ត្រអញ្ចឹងណាអាហ្នឹងតែការពិតគឺអញ្ចឹងយើងនិយាយប្រើពាក្យបច្ចេកទេសឬក៏ពាក្យដែលពិបាកធ្វើអញ្ចឹងទៅគេយល់ទេដូចថាបរទេសរៀនភាសាខ្មែរយើងឬក៏យើងរៀនភាសាបរទេសតែពេលគេអត់ចង់ឲ្យយើងយល់គេចាប់ផ្ដើមប្រើ idiom គេប្រើពាក្យប្រើ phrasal verb អញ្ចឹងណាពេលយើងស្ដាប់អត់យល់អញ្ចឹងទៅ and the last idiom is okay British English informal to use swear words British English or informal to use swear words វាអង់គ្លេសបែបអង់គ្លេសហើយយើងប្រើក្នុងភាសានិយាយភាសាមិនផ្លូវការគឺយើងប្រើពាក្យជេរប្រតិចផ្ដាសាឬក៏ប្រើពាក្យជេរអញ្ចឹងណា There were a lot of effing and blinding going on There was a lot of effing and blinding going on អញ្ចឹងថាអូឥឡូវកំពុងតែជេរប្រតិចផ្ដាសាគ្នាដល់ហើយនោះស្អីទេនេះណា F and blind All right, so thank you so much for today, everyone. I'll see you next time. Take care and bye.